buffet សាច់គោ Wagyu ដំបងផុតនៅស្រុកខ្មែរយើងនេះឲ្យបងប្អូនទាំងអស់គ្នាខ្ញុំតែមកដល់តាមតន trend គេតែម្ដងអ្វីដែលសំខាន់ណាគឺគេ free page ជាក់តង់ទូហ្មងហើយក្រែមបែបនេះក៏គេមានដែរបងប្អូនទាំងអស់គ្នាមកកន្លែងនេះគឺមានឈ្មោះថាທາງ hot pot buffet ដែលគាត់ទៅបើកបានរយៈពេលប្រហែលថ្ងៃនេះឯងដល់ភ្លាមគឺបុគ្គលិកគាត់ចាប់ផ្ដើមឲ្យយើងរើជាមួយនឹងទឹកស៊ុបហើយនឹងមុខម្ហូបផ្សេងៗដែលទឹកស៊ុបនៅហ្នឹងមករសជាតិគឺ2.5កាក់តែបើមួយឆ្នាំងធំហ្មងតែ4.5កាក់ឯងយើងចង់ញ៉ាំតែមករសជាតិក៏បានឬក៏ពីររសជាតិអីទៅតាមចំណង់ចំណូលចិត្តហើយប្រភេទសាច់គេគឺថាល្អញាក់ហ្មងបងប្អូនទាំងអស់គ្នារើតាមចំណង់ចំណូលចិត្តទៅហើយអាគ្រឿង add on ដាក់នៅក្នុងស៊ុបហ្នឹងអូច្រើនមុខមែនតើប្រហិតបន្លែហ្នឹងបងប្អូនអើយទឹកស៊ុបដែលខ្ញុំរើហ្នឹងមានពីររសជាតិបងប្អូនទាំងអស់គ្នាតម្លៃត្រឹមតែ$5ទេមួយឆ្នាំងធំហ្នឹងមានស៊ីឈួនហើយនិងស៊ូគីយូគីបែបជប៉ុនចំពោះមុខម្ហូបដែលយើងបានកំងហ្នឹងគឺបុគ្គលិកគាត់យកមកឲ្យយើងដល់តុស្រាមបាច់ចាំថាយើងទៅចាប់អីនំទៅហត់អីទេបងប្អូនទាំងអស់គ្នាស្រឡាញ់អីចូលចិត្តអីគឺថាយើងកំងតាមហ្នឹងមកនិយាយទៅឲ្យខ្ញុំញ៉ាំ buffet ម្ចាស់ buffet រៀងកពលមុខទីគេបានកំងឡើងពេញហ្នឹងនេះជំហានបន្ទាប់ដែលយើងត្រូវទៅធ្វើហ្នឹងគឺលាយទឹកជ្រលក់បើថាក្បួនលាយទឹកជ្រលក់មែនតុងហេងលេខ1ហ្មងជំហានទី2គឺថាយើងចាប់ផ្ដើមដាក់អ្វីវ៉ាន់ចូលនៅក្នុងឆ្នាំងទៅគេមានប្រហិតផ្សេងដាក់ទៅអស់ទៅបន្លែប្លុកផ្សេងចាំការដាក់ប្លុកមកហើយសាច់ហ្នឹងកុំដាក់ងាស់ហ៎បងប្អូនយើងដាក់ជ្រលក់វាតែមួយភ្លុកពីរភ្លុកទៅវាឆ្អិនមកហើយហើយប្រភេទសាច់នេះគឺសាច់គោអូស្ត្រាលី Wagyu ថ្នាក់ M8 បូកដែលវាទុនផុយឆ្ងាញ់ juicy ហ្មងចំពោះប្រភេទសាច់នៅកន្លែងគាត់គឺមានច្រើនមុខមែនតើបងប្អូនទាំងអស់គ្នាដូចមើលឃើញស្រាប់ហើយអានេះខ្ញុំហៅមកអត់អស់ផងបងប្អូនសាច់គាត់គឺច្រើនខ្លាំងណាស់បងប្អូនហៅតាមចំណង់ចំណូលចិត្តទៅតែបើឆ្ងាញ់ជាងគេគឺសាច់គោអូស្ត្រាលី Wagyu M8 បូកហ្នឹងហើយចំពោះតម្លៃនេះវិញបើសម្រាប់ខ្ញុំគិតថាកំពូមហាធូរថ្លៃហ្មងដែលថ្ងៃឡើងត្រឹមតែម្នាក់$13.8ទេហើយបើល្ងាចឡើងវិញដូចពេលខ្ញុំទៅញ៉ាំអញ្ចឹងម្នាក់5តាវា.8និយាយទៅគឺធូរថ្លៃមែនតើបើនិយាយពីគ្រឿងប្រហិតតែបងប្អូនក៏មានទាំងប្រហិតស្រស់ប្រហិតកញ្ចប់និយាយទៅមានគ្រប់មុខហើយផ្លែទៀតអានេះវិញខ្ញុំលក្ខណៈថាធ្វើ DIY ខ្លួនឯងខ្ញុំយកជាមួយនឹងពពុះស្ដែកបៀកជាមួយនឹងប្រហិតបកាខ្ញុំបៀកវាឲ្យសព្វសាច់ហើយខ្ញុំមូវាដាក់ចូលក្នុងទឹកស៊ុបផ្លុកហើយបើរសជាតិវិញគឺថាយើងធ្វើតាមអ្នកស្រុកគេយើង DIY ខ្លួនឯងអីធ្វើតាមគេហ្នឹងតែរសជាតិហ្នឹងមានអីបងប្អូនទាំងអស់គ្នាឆ្ងាញ់ដែរតាអ្វីដែលខ្ញុំកាន់តែចូលចិត្តមួយទៀតហ្នឹងគឺតាពាំងរបស់គាត់បងប្អូនដាក់មកទាំងប្រទេសហ្មងហើយតាពាំងគាត់គឺតាពាំងស្រស់អូឆ្ងាញ់ខ្លាំងមែនតើបងប្អូនទៅញ៉ាំ buffet hot pot នៅកន្លែងគេរហដងមានណាគេដែលដាក់ជាមួយនឹងត្រីតុកកែយើងញ៉ាំហ៎តែនៅនេះមានទាំងត្រីតុកកែស្រស់ oyster បកាក្តាមបកងមឹកតែសិតតែស្រស់បងប្អូនទាំងអស់គ្នាគ្រឿងរបស់គាត់ហ្នឹងគឺ fresh របស់គេមែនបងប្អូនញ៉ាំទៅគឺថារសជាតិឡើងផ្អែមហ្មងទៅរហដងយើងសូនសាញណាជាមួយនឹងត្រេងតែបើត្រេងនៅនេះបងប្អូនគេ free page ជាឲ្យយើងណាបងប្អូនមកទូហ្មងបងប្អូនចង់ញ៉ាំអស់មកទូហ្នឹងក៏បានដែរឲ្យតែបងប្អូនមានពោះដាក់យើងញ៉ាំស៊ុបចិត្តហ្នឹងអ្វីដែលត្រូវបំផុតជាមួយនឹងត្រេងគឺឆេបួនឡាំងបងប្អូនទាំងអស់គ្នាញ៉ាំតាមម៉ាសាឡាញនិយាយទៅខ្ញុំអាចនិយាយបានថាដូចម៉ាតហ្មងកន្លែងនេះគ្រាន់តែឃើញត្រេងរបស់គេហ្នឹងគឺថាអូយបងប្អូនហើយដាក់យកហ្មងខ្ញុំនេះសូម្បីតែផ្អែមលៀងមាត់គេក៏គេមានជាលក្ខណៈផ្លែឈើហើយនឹងក្រែមដែរបងប្អូនក្រែមតុងទូទៅកញ្ចប់ហ្មងគ្រប់រសជាតិតាមចំណង់ចំណូលចិត្តនិយាយឲ្យស្មោះអត់ពីបេះដូងបងប្អូនទាំងអស់គ្នាគឺថារបស់ល្អឆ្ងាញ់ហើយតម្លៃធូរថ្លៃទៀតខ្ញុំញ៉ាំតែ3នាក់អត់តែ57លាជាងទេហើយបើយើងទៅញ៉ាំនៅស៊ុបចិនធម្មតាអីបងប្អូនដែលគេគិតលុយធម្មតាមិនមែន buffet ដឹងអស់រាប់រយទេបាទតែឥឡូវខ្ញុំមិនដឹងថាចំណេញឲ្យខាតទេបើពួកម៉ាក់ខ្ញុំដល់មកគិតលុយនាំគ្នាអូខេបាយបាយ good night អស់លីងហាងរបស់គាត់គឺមានឈ្មោះថាທາງ hot pot buffet បងប្អូនទាំងអស់គ្នាដែលទីតាំងរបស់គាត់ហ្នឹងគឺស្ថិតនៅលើផ្លូវ315ម្ដុំទួលគោកនិយាយទៅហាងគាត់គឺងាយស្រួលរកទេបងប្អូនទាំងអស់គ្នាគឺនៅជំហៀងជាមួយនឹង TK Avenue សម្រាប់ហាងគាត់បើយើងមើលពីខាងក្រៅមកគាត់ថាអូថ្លៃតែមិនមែនទេបងប្អូនទាំងអស់គ្នាតម្លៃធូរថ្លៃហើយសំខាន់របស់គេប្រើប្រាស់គឺសិតតែរបស់ល្អទៀតហើយបើនិយាយពីភ្ញៀវវិញគឺថាអូពេញណែនហ្មងលឿនឡើងអញ្ចឹងណាបងប្អូនចង់ញ៉ាំ buffet hot pot តម្លៃធូរថ្លៃសាច់ល្អគឺកុំភ្លេចមកនេះមកគឺអត់ខកម្ដងទេ